vậy mà tròn từ mùi con lươn na gom đài giờ bài chân đây từ màu vàng rải sang từ miền Bắc Hà đỏ nguồn hồn dạnh bán si vô chẳng chua cò hồn chỉ nhồi chỉ trà đồ này mà đầm mà đồ này hai dương hiệp trong bài sao mà kỳ nhị đi chung khi với bọn hero bọn đa hay bọn ôn dương để chia từ công lan từ công tụ những hộp bài chung khi này mình to đầm này thì anh háo có tới tam nhom này có được từng trai có chẳng đừng là ô ta là hàng trai mấy có xem cho thằng thằng bên đây ta mà xây ấy nên là traiนี่คือจะเลือกตีมวยบองแปะมวยให้ก่อนนี่ดับฟ้าใส่เบียร์อันนี้มาสู้อยู่บนรถแต่มันต้องคุยกันลองมอกว่าทะเลาะมาเลยกับไผ่เลยอ่อนกันเแต่ชมพูหยิบดังคือก็มาเลยไตรหนึ่งเลือกตีมวยทางตึงสายนี่ไงไตรสมรรถพอได้ยังสู้คือบานบางคนบานชรานกูซ้อมอาจมาโหบใบละเงียบานนี่จะไตรได้ยังโรบานยังบานโหบใบ3 ký หากใบ3 ký ใบจุ่มคนนี้ยังมาต่อดำนาtừไข่เปรี้ยวไปเฮียหนึ่งไข่ตึงไตรเตียนวิธีโอนี่คือเพี้ยมวยแต่เพี้ยปียังหนึ่งใจในโอตาละแต่ซาโอตาละคือจีนบอลในมีนไตรฉะนั้นยังหนึ่งมันต่อดำนาtừสตูไตรหนึ่งตีนูเตียนต่อปียังใบยังหนึ่งใจปีไข่กำปงทมต่อแต่เปรี้ยวไปเฮียมันต่อแต่ไข่ตึงไตรมันต่อแต่หมกเตี้ยใบสตูไตรในโอตาละจุดเริ่มสู้ก็สู้ไตรแต่การบองโผล่นี่จากการต่อดำนาแต่สตูไตรในลงตุโอตุในเลิ้มធ្វើដំណើរបើកដោយឡានអស់រត់នាំផ្លូវគាត់ទៅហើយមកដល់ជួបបង្ហោជួបអីក៏ណែនាំខ្ញុំទៅហើយឡាននេះទុកទីនេះហើយយើងចុះពីនេះទៅស្ទូចត្រីដោយសារទៅមិនឆ្ងាយប្រហែលទេហើយដោយពិសេសរបស់បង្ហុងគឺពិសេសមែននុយឌីអិតរបស់គាត់ហ្នឹងគឺឃើញថាវាថាប្រសិទ្ធភាពគឺមានខ្ពស់មែនតើហើយយើងស្ទូចគឺមានត្រីគឺមកស៊ីតម្រងហើយអត់ប្របាក់ទេបងប្អូនហើយនេះធ្វើដំណើរទៅច្រើនចំនួនដូចជា3ទូកត្រូវមានទាំងគ្នារបស់បងវេមីមានបងហេរ៉ូមានបងដាដាហើយមានវ៉ានមានពេជ្រមានងៅលេងច្រើនមកទូកនេះហើយធ្វើដំណើរទៅស្ទូចមិនដឹងថាបានប្រមាណទេចាំទស្សនាទាំងអស់គ្នាតែតាមពិតទៅស្ទឹងសែនជាដំបងដែលមានត្រីច្រើនហើយប៉ុន្តែវាមានកន្លែងវានៅដែរវាមិនមែនចេះតែស្ទូចបានគ្រប់កន្លែងទេហើយមកដល់ទីតាំងដែលយើងស្ទូចយើងចាប់តាមតលាក់នុយតលាក់ផ្លែដើម្បីចាំនៅថាត្រីវាមានឬក៏អត់ទៅពិតយើងដើរតេស្តតាមកន្លែងហ្នឹងដែរតែកន្លែងមួយទៅកន្លែងមួយទៅកន្លែងមួយទៅកន្លែងមួយដើម្បីចង់ដឹងថាវាមានអត់ហើយបើកន្លែងណាមានយើងនឹងស្ទូចយូរហើយនុយហ្នឹងហងប្រាប់ដែរថាបើលើសពី2 នាទីមិនបាច់ស្ទូចទេអត់មានទេអញ្ចឹងបើដាក់ទៅមកស៊ីភ្លាម1 នាទី2 នាទីគឺមានតែបើអត់មានទេដូរទីតាំងទៅកុំឲ្យខាតពេលវេលាអញ្ចឹងបើយើងមានទូកបែបនេះស្ទូចទៅឆ្លាំងគឺល្អបំផុតដោយសារតែហេតុអីគឺយើងអាចស្ទូចបានរហូតបណ្ដោយអញ្ចឹងយើងបាក់ដើរនៅស្រាប់ឲ្យស្ទឹងគឺយើងដើរនៅស្ទូចយ៉ាងណាទេហើយយើងចាក់មកដល់លើនេះគឺមានបងប្អូនតែពិតត្រីនៅខាងនេះខ្ញុំសង្កេតមើលតាមគុំអាស័យច្រើនហើយបងប៉ែមីក៏លេងអូតាឡាស់នោះគាត់លេងតាមគុំព្រៃអញ្ចឹងគាត់ថាតាមគុំអាស័យមិនសូវមានប៉ុន្តែនៅនេះតាមគុំអាស័យមានបងប្អូនមានច្រើនជាងនៅតាមគុំព្រៃដែលថាគុំព្រៃនៅនេះវាអត់សូវមានអញ្ចឹងត្រីឆ្លាំងត្រីទនេលគឺវាពួនវាជ្រោកនៅតាមគុំអាស័យនៅតាមអាស័យហ្នឹងនៅត្រែងមិនប្របាក់ទូទេហើយអ្វីដែលយើងប្របាក់គឺយើងត្រូវរោទីតាំងមានអាស័យនិងមានត្រីទៅប៉ុណ្ណោះហើយធំបងប្អូនប្រពន្ធក៏ដៃទៅរកបាំងគាត់ជួយបាយមុខទៅនោះបាយមុខកាមេរ៉ាមែនគាត់ហើយខ្ញុំជួយបានប្រហែលទី3ដែរហ្នឹងហើយទៅពិតទៅគោដៅធំរបស់យើងគឺនៅអូតាឡាតែអ្វីយើងចង់សាគឺចង់សាសឹងសាហើយខ្ញុំនឹងសាល្បងម្ដងទៀតរងចាំទស្សនាខ្ញុំនៅទៅតែឯងអូយទៅមើលហៅបង្ហោទៅខ្ញុំទៅតែឯងទៅដេកមួយយប់2 យប់នៅលើហ្នឹងហើយចង់ដឹងថាស្ទូចនៅតំបន់សឹងសែននៅខាងខ្ញុំនេះកន្លែងណាសបោត្រីឆ្លាំងកំពុងតែតេះដែរហើយបន្តដំណើរទៅទៀតស្ទូចឆ្ងាយបងប្អូនឡើងពីមលងកៃមកឆ្ងាយពីតំបន់អភិរក្សគេតែយើងជួយតំបន់អភិរក្សខ្លាចត្រូវមាត់ត្រូវមាត់មិនសាហើយមិនឆោតដល់មកសម្រាប់មកជាមួយភូមិឃើញបានត្រីបានអីច្រើនបងប្អូនឃើញរីសតត្រីឆ្អឹងហ្នឹងគេស៊ីនឹងឆ្អឹងណាគេលេបវាទាំងមួយអូណាអូសុតខ្មាន់រៀលឆ្អឹងទៀតរៀលឆ្អឹងជាងមកហ่าអូបងនេះឆ្ងាយនេះត្រីរៀលអាឆ្ងាយមិនឆ្អឹងយករៀលវិញទិញរៀលវិញអូយបើធ្វើបននឹងចាក់ចូលទឹកទាំងអស់គីឡូមួយ1000បានក៏ច្រើនទៅណាខ្ញុំយូអើយជួយអញទៅដេកណាស្មាននេះរៀលទាំងអស់ដែរនេះមានរៀលទាំងអស់ណា
បដល់សួយត្រីឲ្យបានគ្រប់មកទិញត្រីអ្នកភូមិថែមដើម្បីបង្គ្រប់ឲ្យហូបក្រន់គ្នាតែពិតអ្នកភូមិមានត្រីរៀលត្រីលេងទេបងអ្នកត្រីឆ្លាំងគឺយើងស្ទួយបានទាំងអស់ហើយសរុបលទ្ធផលល្ងាចនេះលេងហើយ1ម៉ោង2ម៉ោងដែរតែបានច្រើនបងប្អូនមិនបានតិចប្រហែលទេគ្នាយើងក៏ប៉ុណ្្នឹងអ្នកទេតែលទ្ធភាពលេងគឺគួរសមហើយភាសាយើងប្រញាប់ទិញទៅហៀថាហើយនេះថៃហៀទិញពីបងប្អូនយើងមកនេះជាថៃឆ្លាំងដែលយើងក៏បានធំគួរសមបងប្អូនស្លឹងសែនយើងទៅបើខ្ញុំនិយាយថាខ្ញុំនឹងត្រឡប់ទៅលេងវិញម្នាក់ឯងខ្ញុំជីកទូកទៅម្នាក់ឯងចាំមើលវីដេអូរបស់គ្នាហើយខ្ញុំដេកឲ្យលើតែលងទូកហ្នឹងហើយលងទូកហ្នឹងបងប្អូនធ្លាប់ដឹងមានប្រវត្តិរបស់វាជារឿងនៃគួរឲ្យខ្លាចឬរឿងនៃគួរឲ្យចង់ដឹងដែរនេះគឺជាកៅអីយ៉ាងធាបងប្អូនហើយប្រអប់ធំរបស់កៅអីយ៉ាងធានេះគឺមានតម្លៃតែ$15តែប៉ុណ្ណោះហើយក្នុងប្រអប់គឺមាន4កញ្ចប់ក្នុងមួយកញ្ចប់គឺមាន20សន្លឹកសម្រាប់បងប្អូនបិទឬប្រើប្រាស់បានហើយសម្រាប់ប្រអប់តូចនោះគឺមានតម្លៃតែ$9តែប៉ុណ្ណោះហើយមាន2កញ្ចប់ហើយមួយកញ្ចប់គឺមាន20សន្លឹកដូចគ្នាកៅអីយ៉ាងធាដាក់នៅផាម៉ាស៊ីមាន16កញ្ចប់មួយកញ្ចប់មាន5សន្លឹក$3000រៀលអត្ថប្រយោជន៍របស់កៅអីយ៉ាងសៀគឺជួយព្យាបាលដូចជាឈឺធ្មេញឈឺចង្កេះឈឺស្មាឈឺឆ្អឹងខ្នងឈឺសន្លាក់ផ្សេងចុករយរាងកាយថ្លោះក្រិចគ្រប់បែបយ៉ាងហើមដៃហើមជើងហើមគ្រប់ប្រភេទក្តៅបាតដៃត្រជាក់បាតជើងក្រហាយបាតជើងជាប់ចង្កេះជាប់ស្មាជាប់ឆ្អឹងកឈឺចាប់ត្រីដែលទើបតែសម្រាលកូនរួចអាចទិញបិទបានសម្រួលសរសៃជួយសម្រួលដល់សរសៃឈាមដើរបានស្រួលថែមទៀតផងហើយមកដល់នេះខ្ញុំមិនដឹងថាគាត់អាំងវាពេញយកដែរបងប្អូនទៅគាត់ឆ្អើគាត់ថាគាត់អាំងផ្សៃហ្នឹងគេឆ្អើបងប្អូនដោយសារតែឆ្អើបែបនេះគឺយើងត្រូវហូបភ្លើងហូបកន្លែងគេខ្ពស់ហើយអ្នកធ្វើត្រីក៏ធ្វើអ្នកបង្កើតភ្លើងក៏បង្កើតមិនពិបាកទេគ្នាច្រើនទេតែជួយគ្នាទៅឆាប់បានចេញទៅទៀតដោយសារតែយប់នេះធ្វើដំណើរទៅដល់ព្រះវិហារគឺយប់ជ្រៅបងប្អូនយប់ជ្រៅទៅដល់ខ្ញុំថតវីដេអូស្អីណាម៉ាសានោះមកដល់ផ្ទះត្រូវថ្មបងប្អូនខ្ញុំប្លុក Facebook ប្លុកខ្ញុំអស់ខ្ញុំមិនដឹងតែកម្មពីជាមួយពាក់មីទេនិយាយមកខ្ញុំកម្មពីគាត់នេះជាតិក្រោយខ្ញុំធ្វើបនសុំកុំឲ្យជួបគាត់គ្រប់ជាតិនិយាយស្មោះត្រង់ទៅមួយគាត់លើកណាក៏មិនដែរសុបាយចិត្តដែរគឺមកវិញរ៉េស្តង់គឺមានបញ្ហាដល់ខ្លួនរហូតសាច់បានស៊ីយកឆ្អឹងភ្ជួរករហូតបងប្អូនជាញយជាច្រើនដងហើយមិនតែម្ដងទេហើយយើងរៀបចំបាយសាមគ្គីងាកនេះជុំគ្នាvớiបងហេរ៉ូបងដាដាហើយបងប្អូនយើងដែលជាតកងឡានតកងទូកហ្នឹងហូបបាយជុំគ្នាបន្តដំណើរទៅទៀតហើយហៅគាត់ទៅតាមខ្ញុំដែរគាត់ទៅស្ទឹងត្រែងគាត់ចង់ដឹងថាអូតាឡាត្រីមិនគាត់សម្រេចចិត្តថាអត់ធ្វើការពីថ្ងៃគាត់ទៅជាមួយខ្ញុំមកលាពុនលាកូនគាត់ហើយបាយឆ្ងាញ់បងប្អូនបងដាដាក៏ប្រកែធ្វើទឹកស្អីទឹកត្រី7ទុំក៏ប្រកែធ្វើសារគាត់មែនក៏ប្រកែធ្វើហើយសប្បាយចិត្តដែលបានស្គាល់បងហេរ៉ូហើយដែរព្រោះមិនដែរជួបគាត់ទេបងប្អូនព្រោះឃើញគាត់ឡាយគាត់ទីក៏បដាអីហ្នឹងណាហើយបងដាដាធ្លាប់ជួបម្ដងម្កាលដែរហើយរឿងនេះបានធ្វើដំណើររួមការទ្រីបមួយគ្នាទៀតហើយយើងនឹងជួបគ្នាវីដេអូក្រោយចាំមើលវីដេអូទៅដល់អូតាឡាថាគុណភាពការលេងគឺខុសគ្នាមិនពីស្ទឹងសែនហើយខ្ញុំត្រឡប់មកវិញខ្ញុំទៅស្ទួយស្ទឹងសែនម្នាក់ឯងទៀតដើម្បីចង់ដឹងថាពេលដែលខ្ញុំស្ទួយម្នាក់ឯងហ្នឹងបានត្រីប្រមាណនៅស្ទឹងសែនវិញអញ្ចឹងនឹងមួយណាត្រីច្រើនជាងពិតប្រាកដចឹងទៅអញ្ចឹងបាយជួបគ្នាវីដេអូក្រោយ